បាទរុនសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកការវិភាគតម្លៃហាងចេញមាសប្រចាំថ្ងៃប្រហ័សទី12ខែកុម្ភៈឆ្នាំ2026យើងឃើញថាតម្លៃហាងចេញមាសកាលពីយប់មិញនេះមានបំរែបំរួលខ្លាំងប៉ុន្តែក្នុងរយៈពេលខ្លីទេបន្ទាប់ពីចេញផ្សាយនៅទិន្នន័យសេដ្ឋកិច្ចពាក់ព័ន្ធជាមួយនឹងរបាយការណ៍ការងារនិងប្រាក់បៀវត្សដែលមិនរាប់បញ្ចូលវិស័យកសិកម្មនៅសហរដ្ឋអាមេរិកតាមទិន្នន័យយើងឃើញថាទិន្នន័យគឺមានភាពល្អប្រសើរខ្លាំងជាពិសេសគឺទៅលើទិន្នន័យការងារថ្មីយើងឃើញថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបង្កើតការងារថ្មីរហូតដល់130,000ការងារដែលខ្ពស់ជាងទិន្នន័យខែមុនបាទប៉ុន្តែយើងឃើញថាទិន្នន័យខែមុនក៏មានការកែប្រែធ្លាក់ចុះពី50,000ការងារមក48,000ការងារផងដែរអញ្ចឹងសម្រាប់ព័ត៌មាននេះវាបានដាក់សម្ពាធឲ្យមាសមានការធ្លាក់ចុះប៉ុន្តែធ្លាក់ចុះរយៈពេលខ្លីទេយើងឃើញថាយើងយប់ជ្រៅបន្តិចបាទហាងចេញមាសក៏មានការងើបឡើងមកវិញផងដែរអញ្ចឹងយើងមកមើលហាងចេញមាសនៅក្នុងថ្ងៃនេះទាំងអស់គ្នាថាតើនឹងមានបំរែបំរួលបែបណាតបាទអញ្ចឹងបងប្អូនយើងមកមើលពីបកគោលប្រចាំថ្ងៃទៅមុនបាទសម្រាប់បកគោលប្រចាំថ្ងៃផងមាសបើថាម្សិលមិញនេះបាទមានព័ត៌មានធំជាអត្តពលដាក់សម្ពាធប៉ុន្តែមាសគឺនៅតែបិទនៅបកគោពណ៌បៃតងដែលបង្ហាញពីកម្លាំងទិញឡើងទៅលើខ្លាំងណាអញ្ចឹងនៅក្នុងថ្ងៃនេះបាទខ្ញុំនៅមើលឃើញបកគោប្រចាំថ្ងៃអាចនឹងមានការងើបឡើងទៅលើបន្ថែមទៀតបាទយើងចូលទៅមើលបកគោរយៈពេល4ម៉ោង time frame 4ម៉ោងបាទ time frame 4ម៉ោងយើងឃើញថាមាសគឺស្ថិតនៅក្នុងទំនោរមួយដែលវាបង្កើតជាទំនោរកើនឡើងបាទហើយបច្ចុប្បន្ននេះវានៅ sideways លើកម្រិត$5,000ក្នុងមួយអោនជាកម្រិតមួយខ្ពស់ដែរអញ្ចឹងមាសបាទខ្ញុំមើលឃើញថាអាចនឹងបន្តទៅលើបន្ថែមទៀតដែលអាចនឹងបន្តទៅលើថែមទៀតជាពិសេសគឺបងប្អូនអាចមើលនៅក្នុងថ្ងៃនេះឬក៏ថ្ងៃស្អែកអាចនឹងមានការស្ទុះងើបឡើងទៅលើយ៉ាងខ្លាំងណាអញ្ចឹងសម្រាប់បកគោ4ម៉ោងបាទនៅបន្តឡើងយើងចូលទៅមើលបកគោរយៈពេល1ម៉ោងទាំងអស់គ្នាបាទដើម្បីរកមើលតម្លៃសំខាន់ក្នុងការចូលទីផ្សារសម្រាប់ time frame រយៈពេល1ម៉ោងខ្ញុំបានបែងចែកកម្រិតទាបហើយនិងកម្រិតខ្ពស់បាទកម្រិតទាបមាន3កម្រិតទី1បាទនៅ$5,029ក្នុង1អោនកម្រិតទាបទី2នៅ$4,974ក្នុង1អោនហើយនិងកម្រិតទាបទី3នៅ$4,929ក្នុង1អោន3កម្រិតនេះគឺជាកម្រិតទាបដែលយើងអាចធ្វើការត្រៀមទិញឡើងបាទសម្រាប់កម្រិតខ្ពស់ក៏យើងមាន3កម្រិតដូចគ្នាបាទទី1គឺនៅកម្រិត$5,129ក្នុង1អោនកម្រិតខ្ពស់ទី2នៅ$5,174ក្នុង1អោនហើយនិងកម្រិតខ្ពស់ទី3នៅ$5,228ក្នុង1អោន3កម្រិតនេះគឺជាកម្រិតដែលយើងបិទយកផលចំណេញសម្រាប់ទិសដៅមាសបាទទិសដៅមាសនៅក្នុងព្រឹកនេះយើងឃើញថាបើកផ្សារមកបាទបើថាដាច់ហ្គែបទៅលើប៉ុន្តែមានការធ្លាក់ចុះមកយ៉ាងខ្លាំងអញ្ចឹងសម្រាប់ទិសដៅមាសនៅក្នុងព្រឹកនេះខ្ញុំមើលឃើញថាអាចមានការធ្លាក់ចុះមកខាងខំបន្តទៀតបងប្អូនអាចរងចាំធៀមទិញឡើងបាទធៀមទិញឡើងពីតំបន់ទាបទី1ទៅ5,029នេះបាទមកប៉ះឬក៏មកក្បែរក៏បងប្អូនអាចធ្វើការទិញបានដែរហើយ stop loss យើងដាក់ក្រោមហ្នឹងទៅបាទទិញឡើងមកហើយ target របស់យើងគឺនៅខាងលើនេះ$5,129ក្នុង1អោនហើយក្នុងករណីបើសិនជាវាបំបែកកម្រិតខ្ពស់ហ្នឹងបាទអញ្ចឹងទិសដៅគឺអាចទៅ$5,174នេះឬក៏$5,228អានឹងគឺអាស្រ័យទៅលើព័ត៌មានបើមានព័ត៌មានធំអាចនឹងទៅខ្លាំងឯងបាទតែបើសិនជាអត់មានព័ត៌មានអីធំដំទេអាចនឹងប្រែប្រួលនៅក្នុងចន្លោះទាបទី1ទៅចន្លោះខ្ពស់ទី1នឹងឯងបាទក្នុងករណីមួយទៀតបងប្អូនអាចមើលទៅបើសិនជាវាបំបែក$5,029នេះវាក៏អាចទៅខំដែរកម្រិតទាបអាច$4,974ក្នុង1អោនកម្រិតនេះក៏យើងចារណាទិញក៏ជាតម្លៃល្អដែរលុះត្រាតែបំបែក$4,974ក្នុង1អោនអានឹងបានខ្ញុំឲ្យបងប្អូនហៅមើលកន្លែងលក់ចោះវិញប្រហែលយ៉ាងណាមិញមាសស្ថិតក្នុងទំនោរកើនឡើងហើយបច្ចុប្បន្ននេះក៏វា break មានន័យថាបំបែកកម្រិតខ្ពស់ចាស់នេះដែរភាគរយច្រើនគឺទៅលើបងប្អូនអញ្ចឹងហើយបានជាខ្ញុំឲ្យបងប្អូនធៀមទិញឡើងច្រើនជាងលក់ចោះបាទហើយតម្លៃដែលល្អដូចខ្ញុំបញ្ជាក់អញ្ចឹងបើព្រឹកនេះមានការធ្លាក់ចុះបងប្អូនធៀមទិញទៅតំបន់5,030បាទ5,029ហ្នឹងយើងអាចធ្វើការទិញឡើងបានណាយ៉ាងណាមិញសម្រាប់ signal ខ្ញុំនឹងតម្លាក់បន្ថែមទៀតបងប្អូននៅក្នុងគ្រូ VIP បាទបងប្អូនអាចតាមដានបងប្អូនគ្នាអញ្ចឹងសម្រាប់នៅក្នុងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ